តោះជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទមកមើលម៉ូដសក់ផ្កាថ្កៅបែបមនុស្សចាស់ណាសំកិតថតហើយបានគាត់ឲ្យថតហើយបែបម៉ូដសក់បុរាណផ្កាថ្កៅពីសម័យកៅជាងណាគាត់ចូលចិត្តម៉ូដខ្លីៗគេហៅម៉ូដកាត់កៅបើចាស់ខ្លះគាត់ហៅរបៀបថាម៉ូដ CE ម៉ូដ CE ហើយម៉ូដអីដែលខ្ញុំបាទប្រើណែស្និតអត់បានប្រើពុំទេព្រោះសក់ក្បាលលោកតានេះគាត់ឈូសកាត់ឡើងស្រួលដែរណាហើយខ្ញុំរុញយកមកអស់ឯងប្រូម៉ូតកាតកៅនេះគេឲ្យរុញយកមកអស់ណែឯងហើយបងប្អូនខ្លះចាស់ខ្លះគាត់ក៏ហៅម៉ូដកាតកៅនេះជាម៉ូដ CE ណារេកំងគេហៅម៉ូដរេកំងហើយតានេះគិតជាម៉ូដប្រចាំរបស់ខ្ញុំហើយកាត់ពី3ឆ្នាំហើយនៅត្រង់កន្លែងខ្ញុំនេះឯងពេលចូលឆ្នាំឬក៏ខ្ញុំបិណ្ឌអីខ្ញុំកាត់អត់ដែលយកលុយទេសម្រាប់តាតាយហ្នឹងយាយណាហើយពេលថ្ងៃសិលអីក៏ដោយដែរឲ្យតាយាយតាណាដែលគិតមកក៏ខ្ញុំអត់យកលុយដែរខ្ញុំសុំតែបនសុំតែក្តីសុខក្តីចម្រើនទេសុំឲ្យតែរស់ស៊ីមានបានហើយបើតាដែលមកកាត់ជាមួយប្រចាំរបស់ខ្ញុំមិនថាតាណាទេឬក៏អ៊ំណាទេឲ្យតែមកកាត់ដឹងតែខ្ញុំ free ឲ្យពេលចូលឆ្នាំហើយនឹងខ្ញុំបិណ្ឌខ្ញុំ free ឲ្យតែ2ដងប៉ុណ្ណឹងឯងក្នុងមួយឆ្នាំហើយម៉ូដនេះដែរក៏ចិត្តរួចដែរម៉ូដកាត់កៅណាហើយបងប្អូនមើលទស្សនាទាំងអស់គ្នាទៅហើយខ្ញុំកាត់នេះគុំសូវបានជាលឿនប៉ុន្មានដែរហើយវីដេអូនេះក៏ខ្ញុំអត់បានកាត់តមកដែរនេះវីដេអូសុទ្ធរបស់ខ្ញុំហើយខ្ញុំក៏មុននឹងថតនេះខ្ញុំសុំតាដែរតាថតទៅព្រោះឥឡូវនេះក្មេងៗអត់ស្គាល់ម៉ូដកាត់កៅទេស្គាល់តែម៉ូដម៉ូដចិនម៉ូដ PM ម៉ូដតងល់ព្រោះម៉ូដនេះម៉ូដកាត់កៅដែលចាស់បុរាណគាត់ឡើងហៅណាហើយនឹងចាស់ខ្លះគាត់ហៅម៉ូដ CE ម៉ូដបែបខ្លីណាខ្ញុំក៏ហៅតាមគាត់រហូតដល់ថ្ងៃទៅហើយរៀនពីមុនមកតែចាស់ទេប្រាប់ម៉ូដនោះខ្ញុំអត់ដែលដឹងម៉ូដទេរហូតមកដល់ឥឡូវក៏ម៉ូដសក់ក៏ខ្ញុំអត់ដែលបានស្គាល់ដែរព្រោះខ្ញុំរៀននៅតាមស្រុកស្រែអត់បានរៀននៅទីក្រុងផងហើយអ៊ំតាក៏ប្រាប់ថាម៉ូដនេះម៉ូដ CE ហើយម៉ូដខ្លះម៉ូដជ្រងកាតកៅអានេះកាតកៅបែបខ្លីម៉ូដនេះណាហើយខ្ញុំក៏ចាប់អារម្មណ៍ក៏ចងចាំរហូតដល់ឥឡូវហើយនេះចិត្តរួចហើយបងប្អូនមើលការកោរបស់ខ្ញុំបាទហើយខ្ញុំកោនេះព្រោះរៀងលឿនដែរតែទើសខុសឆ្គងត្រង់ណាត្រង់ណីសូមពុកម៉ែបងប្អូនកុំប្រកែប្រកាន់ព្រោះទឹកដៃខ្ញុំនៅមានកម្រិតទេខ្ញុំក៏មិនចេះច្បាស់លាស់ដែរប៉ុន្តែអាចមិនទទួលយកបានត្រឹមមកកាត់សក់ព្រោះម៉ូដខ្ញុំរាល់ថ្ងៃមានចូលជាហូហែរាល់ថ្ងៃនេះឯង4 10នាក់20នាក់តែតាមថ្ងៃដែរវាមិនមែនថាអត់ទេខាងងារកាត់សក់នេះបើបងប្អូនចាប់
ជាអាជីពបានហើយសូមបងប្អូនស៊ូបន្តិចត្រឹមតែ 2-3 ឆ្នាំទៅដល់តែ 4 ឆ្នាំគេអាចនឹងស្គាល់យើងក៏អត់ខ្វះមួយកាត់ដែរហើយអរគុណច្រើនសម្រាប់ទស្សនាវីដេអូយើងខ្ញុំបាទឥឡូវម៉ូតសក់នេះក៏រួចទៅហើយដែរជាស្ថាពរសូមអរគុណច្រើនបងប្អូនដែលចំណាយពេលវេលាតាមដានមកមើលការកាត់សក់របស់ខ្ញុំសូមជម្រាបជូនបងប្អូនសូមទទួលជំនុំបានអរគុណបាទខ្ញុំក៏សូមបញ្ចប់វីដេអូនេះក៏ត្រឹមនេះដែរព្រោះវីដេអូនេះអត់បានថតគេឆប់